កាន់តែជិតស្និទ្ធស្នងការរងនគរបាលខេត្តបាត់ដំបងចុះសួរសុខទុក្ខលោករស្មីឯងសននិលដល់លំនៅឋានតាមការចាត់តាំងរបស់លោកស្នងការដាញ់អេងប៊ុនច័ន្ទបាត់ដំបងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមនាយឧត្តមសេនីយ៍ សុថេនអគ្គស្នងការនគរបាលជាតិនៅព្រឹកថ្ងៃទី10ខែមីនាឆ្នាំ2026នេះលោកឧត្តមសេនីយ៍តូដាញ់អេងប៊ុនច័ន្ទស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានចាត់តាំងលោកឧត្តមសេនីយ៍ត្រីសឿមសារិនស្នងការរងទទួលផែនការងារភស្តុភារនិងហិរញ្ញវត្ថុដឹកនាំប្រតិភូចុះសួរសុខទុក្ខលោករស្មីឯងសននិលអធិការនគរបាលស្រុករតនមណ្ឌលដល់លំនៅឋានសកម្មភាពមនុស្សធម៌និងការយកចិត្តទុកដាក់ចំពោះមន្ត្រីក្រុមអាវ៉ាត់នេះបានធ្វើឡើងនៅលំនៅឋានរបស់លោកអធិការស្ថិតនៅក្នុងភូមិរំចេក4សង្កាត់រតនៈក្រុងបាត់ដំបងខណៈដែលលោកកំពុងសម្រាកព្យាបាលជំងឺក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រីសឿមសារិនបានពំនាំនៅប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅពីសំណាក់លោកស្នងការខេត្តលោកស្រីស្នងការរងព្រមទាំងកងកម្លាំងនគរបាលទូទាំងខេត្តជូនចំពោះលោករស្មីឯងសននិលទន្ទឹមនឹងនោះលោកស្នងការរងក៏បានប្រគល់ជូននៅថវិកាដែលជាការចូលរួមឧបត្ថម្ភពីសំណាក់កងកម្លាំងនគរបាលដើម្បីជួយសម្រាលបន្ទុកក្នុងការចំណាយលើការព្យាបាលជំងឺផងដែរជាកិច្ចឆ្លើយតបលោករស្មីឯងសននិលបានសម្ដែងនៅក្តីរំភើបនិងអរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរសរបស់លោកស្នងការខេត្តក៏ដូចជាថ្នាក់ដឹកនាំនិងសហការីទាំងអស់ដែលតែងតែយកចិត្តទុកដាក់មិនបោះបង់មន្ត្រីនៅក្នុងគ្រាលំបាកលោកនិងក្រុមគ្រួសារសូមគោរពជូនពរដល់ថ្នាក់ដឹកនាំនិងកងកម្លាំងនគរបាលជាតិទាំងអស់ឲ្យទទួលបាននូវសុខភាពល្អបរិបូរណ៍និងទទួលបាននូវជោគជ័យគ្រប់ភារកិច្ចការពារសន្តិសុខជូនប្រជាពលរដ្ឋអត្ថបទដោយមុតចត្រាប្រមាញ់ជាយដែន